គ្រាន់តែចេញក្បាលវីដេអូមកក៏ស្រាវទឹកមាត់ដែរឃើញបន្លែនឹងគ្រឿងផ្សំហើយទំនងទេបងប្អូនដឹងតែខ្ញុំធ្វើអីអត់ថ្ងៃនេះមកបុកបង្គាញ៉ាំបង្អួតបងប្អូនម្ដងធ្លាប់តែទិញគេញ៉ាំប៉ុន្តែឥឡូវមកសាកធ្វើខ្លួនឯងវិញទើបតែធ្វើលើកទី1អញ្ចឹងមិនដឹងថាញ៉ាំកើតឬអត់ទេសង្ស័យតែចោលលុយហើយតែមិនអីទេតតែសាកសិនមិនដឹងឥឡូវទៅមើលការធ្វើរបស់ខ្ញុំវិញម្ដងបងប្អូនដំបូងយើងចាប់ផ្ដើមធ្វើបង្គាមុនសិនកាច់ក្បាលវាចេញហើយបកសម្បកឲ្យស្អាតបន្ទាប់មកវះខ្នងវាដើម្បីយកអាចវាចេញបន្ទាប់ពីបកសម្បកបង្គាស្អាតហើយយកបង្គាមកត្រាំជាមួយនឹងទឹកសូដាសិនដើម្បីឲ្យវាសម្លាប់មេរោគនិងកាត់ឆ្អាបបានខ្លះបន្ទាប់មកធ្វើការលាងបន្លែវិញម្ដងចំពោះបន្លែយកទៅបុកជាមួយបង្គាមានប៉េងប៉ោះធំនេះគឺជាប៉េងប៉ោះស្រែបងប្អូនហើយនឹងប៉េងប៉ោះទូចនេះខ្លះហើយមានស្ដាយគូហើយនឹងជាណាសម្រាប់យកទៅបុកជាមួយនឹងបង្គាចំពោះស្ពៃបូកគោទូចហើយនឹងត្រួយកន្ធំថេតនេះវិញគឺយើងយកទៅផ្ទាប់ញ៉ាំជាមួយនឹងខ្ទឹមបំពងឥឡូវនេះគ្រឿងផ្សំសម្រាប់បុកបង្គារបស់ខ្ញុំរួចរាល់អស់ហើយមានបង្គាបន្លែខ្ទឹមបំពងខ្ទឹមសម្ទេសស្ករត្នោតហើយនឹងប៊ីចេងហើយគ្រឿងផ្សំចុងក្រោយមួយមុខទៀតដែលមិនអាចខ្វះបាននោះគឺទឹកប្រហុកចំពោះទឹកប្រហុកនេះដែរក៏នាងខ្ញុំទៅតែទិញមកប្រើលើកដំបូងដែរមិនដឹងថារសជាតិឆ្ងាញ់ឬអត់ទេឥឡូវនេះទៅមើលការបុករបស់ខ្ញុំម្ដងដំបូងបុកខ្ទឹមសហើយនឹងម្ទេសក្រៀមឲ្យម៉ត់សិនបន្ទាប់មកបន្ថែមជាមួយនឹងម្ទេសស្រស់បងប្អូនចង់ហឹរប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅបន្ទាប់ពីបុកម្ទេសស្រស់ម៉ត់ហើយបន្ថែមជាមួយនឹងប៊ីចេង1ចុងស្លាបព្រាហើយនឹងស្ករត្នោត2ស្លាបព្រាហើយបន្ថែមជាមួយនឹងទឹកប្រហុក3ស្លាបព្រាចូលដែរបន្ទាប់មកញុំកូរច្បល់វាឲ្យវាចូលជាតិមួយគ្រឿងទៅហើយកន្លែងនេះដែរត្រូវដាក់ជាមួយនឹងក្រូចឆ្មាប៉ុន្តែខ្ញុំភ្លេចទើបតែរៀនធ្វើលើកដំបូងអញ្ចឹងរៀងភ្លេចមុខភ្លេចក្រោយតិចឲ្យបងប្អូនបន្ទាប់មកដាក់បន្លែចូលសណ្តែកគួរហាន់ខ្លីៗអញ្ចឹងមកហើយប៉េងប៉ោះទូចនេះពុះជា2ហើយចំណែកប៉េងប៉ោះធំវិញចិតជាចំណិតទូចល្មមដែរមកបន្ទាប់មកហាន់ជីរណាខ្លីៗដាក់ចូលដែរមកដាក់បន្លែចូលហើយបុកតិចបានហើយកុំឲ្យបែកបន្លែខ្ទេចពេកបន្ទាប់មកដាក់ក្រូចឆ្មាចូលខ្ញុំចំបាច់ទឹកវាហើយខ្ញុំដាក់ចូលទាំងសបកមកបន្ទាប់មកបុកវាតិចដើម្បីឲ្យវាចូលជាតិគ្នាមកហើយចុងក្រោយនេះគឺដាក់បង្គាចូលដាក់បង្គាចូលហើយយើងធ្វើការបុកបន្ថែមតិចទៀតមកហើយកូរច្បល់វាឲ្យចូលជាតិគ្នាមកជាការស្រេចហើយកុំភ្លេចភ្លក់ថែមថយគ្រឿងតាមចំណង់ចំណូលចិត្តផងឥឡូវនេះបុកបង្គារបស់ខ្ញុំរួចរាល់ហើយទំនងទេបងប្អូនមើលតែពណ៌ទៅក៏ដឹងថារសជាតិយ៉ាងម៉េចដែរបើបាន ABC មួយកំប៉ុងទៀតមិនដឹងជាជាតិយ៉ាងណាទេឥឡូវតទៅមើលមាត់ខ្ញុំញ៉ាំវិញម្ដងថាទំនងយ៉ាងណាទៅបុកបង្គាផ្ទាប់ជាមួយនឹងកូនស្ពៃបូកគោបន្ថែមជាមួយនឹងខ្ទឹមបំពងទៀតនិយាយពីថាជាតិពេញមាត់ហ្មងហើយបន្ថែមជាមួយនឹងត្រួយកន្ធំថេតទៀតមកនិយាយពីថាជាតិម៉ែជាតិហើយប៉ុន្តែតែម្ទេសច្រើនពេកញ៉ាំបដាហូរទឹកភ្នែកបដាហើយតែបើខ្វះម្ទេសក៏អត់ឆ្ងាញ់ដែរខ្ញុំនិយាយមែនមួយម៉ាត់និយាយពីថាជាតិខ្លាំងហ្មងបើមិនជឿបងប្អូនអាចសាកធ្វើញ៉ាំខ្លួនឯងបានជាពិសេសបន្ថែមជាមួយនឹងខ្ទឹមបំពងហ្នឹងហ្មងនិយាយពីថាអូយគ្រាន់តែនឹកឃើញក៏ស្រក់ទឹកមាត់ទៀតដែរដួសញ៉ាំឡើងចង់អស់អ្នកក្រោយបាត់ឥឡូវនេះញ៉ាំខ្លួនឯងហើយអញ្ចឹងយកមកឲ្យប្តីភ្លក់វិញម្ដង